ខេខ្ញុំគឺអត់មានអីនិយាយច្រើនទេអញ្ចឹងគឺចូលមកសាច់រឿងជាងទាំងអស់គ្នាតទៅវគ្គមុនមកទៅវីដេអូហ្គេមបាននិយាយទៅកាន់ពួកហ្នឹងថាតែគាត់ថាកំពុងធ្វើអីហ្នឹងបានតទៅវិញយ៉ាងលយថាហើយវាពាក់ព័ន្ធស្អីជាមួយនឹងឯងណាឆាប់ដើរចេញពីទីនេះទៅហើយហើយមួយទៀតយើងប៊ីនឹងភ្លេចថាយើងមកទីនោះដើម្បីធ្វើអីណែអាប៉ែម៉ាប់ម្នាក់នេះវិញយើងឃើញថាវាបានសួរទៅកាន់ពួកម៉ាក់វាថាតែមានរឿងកំពុងកើតឡើងហើយអាប៉ែដេហ្គានខ្វន់ហ្នឹងបានរើយើងដោយខ្លួនឯងដែលធ្វើអាប៉ែម្នាក់ហ្នឹងក៏រៀងភ្ញាក់ផ្អើលផងដែរហើយដេហ្គានយើងវិញគាត់បានសួរទៅកាន់ពួកហ្នឹងថាពួកឯងទាំងអស់គ្នាពួកឯងបានតាមដានអញរៀងយូរដែរទៅអត់ក៏វាធ្វើហើយវាយ៉ាងម៉េចទេដូចជាពួកឯងមានរឿងអីជាមួយអញអញ្ចឹងលើមកតាមអញមកទៅកន្លែងផ្សេងអត់វាស្អីជាមួយអាល្ងងនេះទៅវើយចាំហើយសិស្សទៅបន្តចូលថ្មីក្រុមធ្វើអីតែគាត់ព្យាយាមជួយខ្ញុំមែនចឹងស្អីរឿងក៏កាន់មកកន្លែងនេះម្ដងដែលយើងឃើញថាមាននៅមនុស្សពីរនាក់ដូចគ្នាឆើនៅកន្លែងដែលពួកឯងតោគ្នាមកត្រូវដោះស្រាយមួយដេកាណាបាននិយាយថាអើយមានមនុស្សនៅនឹងហើយហ្នឹងពួកហ្នឹងណាគេពួកហ្នឹងមកពីសាលាបងអ៊ុន High School ហ្នឹងហើយចឹងអាប៉ែម្នាក់នេះគឺមានឈ្មោះថាចុងម៉ាន់លីគឺជាសិស្សឆ្នាំទី1នៅអាប៉ែម្នាក់នេះដែរគឺមានឈ្មោះថាជីនយូឆាគឺជាសិស្សឆ្នាំទី1ដូចគ្នាបន្ទាប់មកប៉ែម្នាក់នេះបានប្រាប់ទៅកាន់ពួកឯងហ្នឹងថាទីកន្លែងហ្នឹងគឺយើងនៅហើយឥឡូវឯងទៅកន្លែងផ្សេងទៅបន្ទាប់មកប៉ែមកក៏បាននិយាយថាហើយស្គាល់វ៉ាន់អ៊ុងទៅនេះគឺជារឿងដែលគេឲ្យពួកយើងធ្វើតែប៉ែហ្នឹងបានសួរថាវាគឺសម្រាប់វ៉ាន់អ៊ុងគេមែនតែចឹងហើយហ្នឹងវាប្រហែលជាធ្វើស្អីទៀតហើយឥឡូវមិនអីយើងទុកកន្លែងហ្នឹងឲ្យពួកឯងចុះហើយដែរទៅអត់មានរឿងអីកើតឡើងបើសិនបើឯងកុហកពីវ៉ាន់អ៊ុងចឹងសំណាងល្អផងវើយកំពុងដើរមកវិញអាប៉ែជីនយូឆាហ្នឹងក៏បានចាំអារម្មណ៍នៅ GN ដូចគ្នាចឹងតែវាក៏បានសួរទៅកាន់អាប៉ែមកថានិយាយចឹងម្នាក់ស្រីនេះពាក់ព័ន្ធនៅរឿងហ្នឹងដែរមែនមែនទេនាងគ្មានរឿងអីពាក់ព័ន្ធមួយរឿងហ្នឹងទេចឹងស្អីរឿងកាន់មកកន្លែងណាមកកន្លែងដែលមានឈ្មោះថា PC Cafe ហ្នឹងគឺជាកន្លែងដែលអាប៉ែវ៉ាន់អ៊ុងកំពុងតែលេងហ្គេមពេលអាប៉ែជីសុកបានសួរទៅកាន់អាប៉ែវ៉ាន់អ៊ុងថាគេនិយាយថាចាត់ការទៅកាន់អាប៉ែទំដោចូលមកថ្មីទៅអត់ហើយឥឡូវរឿងហ្នឹងមិនអីហើយរឿងហ្នឹងមែនយើងប្រាប់អាប៉ែម៉ាប់នោះចាត់ការហើយហ្នឹងហើយចឹងអាប៉ែម៉ាប់ម្នាក់នោះដែរគឺមានឈ្មោះថាជីនម៉ូគាត់លើចាំប៉ែជីសុករៀងភ្ញាក់ផ្អើលទីអីជីនម៉ូហើយគាត់ថាវាមិនអីមែនអាប៉ែទំដោចូលមកថ្មីហ្នឹងខ្លាំងណាស់យើងចង់និយាយដូចនេះដែរហ្នឹងអាប៉ែដេហ្គានហ្នឹងអាចចាត់ការទៅកាន់អាប៉ែសាំងបូបានប៉ុន្តែវានឹងមិនលេចមុខនៅសាលាទេបើមិនវាចាញ់ទៅកាន់ពួករ៉ែងអនទាំងអស់នោះពួកនោះប្រហែលជាមានរ៉ែងទាបឬក៏អនជាងយើងហើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏វាស្គាល់ពីរបៀបបែបគ្នាដែរពួកគេប្រហែលជានឹងប្រឹងឲ្យខ្លាំងហើយតាំងពីពួកគេបានដឹងថាពួកគេទទួលបានបន្ទុកពីពួកយើងនៅពេលដែលពួកគេឈ្នះមកកន្លែងនេះវិញយើងឃើញថាប៉ែម្នាក់នេះបានសួរទៅកាន់ដេកាន់ថាតើពួកយើងគួរចាប់ផ្ដើមវាទេពេលហ្នឹងដែរជីបាននិយាយថាខ្ញុំមិនពាក់ព័ន្ធក្នុងរឿងហ្នឹងទេអញ្ចឹងវាមិនអីទេមែនបើសិនមកខ្ញុំទៅបិទមាត់ច្រើននៅនឹងហើយចាំតែមើលទៅបានហើយខ្ញុំនឹងឲ្យអ្នកឃើញថាខ្ញុំគឺជាបរិបទបែបណាហើយជីក៏បានយកព្រមទៅហើយគឺខ្ញុំមិនដឹងទេហេតុអ្វីបានជាមនុស្សស្រីម្នាក់ហ្នឹងតាមដានខ្ញុំរាល់ថ្ងៃយ៉ាងតែត្រូវបានសារអ៊ីមលីបញ្ជាឲ្យតាមដានខ្ញុំមែនហើយថាខ្ញុំគួរតែបញ្ជូននាងទៅឆ្ងាយអត់ទៅក៏បាននិយាយទៅកាន់ពួកហ្នឹងថាអ្នកពួកឯងឲ្យមនុស្សស្រីម្នាក់ហ្នឹងទៅនាងក៏មានរឿងអីពាក់ព័ន្ធក្នុងរឿងហ្នឹងទេតែគាត់ថាអាចប្រាប់អញឲ្យធ្វើតាមអីមែនជីបានក៏ក្នុងចិត្តថាជប់សិននេះគឺជាឱកាសល្អដើម្បីមើលថាសិស្សទំដោចូលថ្មីហ្នឹងមានគេខ្លះហើយយើងក៏ឃើញដែរថាប៉ែជីនម៉ូបានដោះកៅក្រៅវាចេញហើយបាននិយាយទៅកាន់ដេហ្គាននេះថាតែមិនដឹងថាកំពុងនៅក្នុងស្ថានភាពបែបណាទេតែដល់វាការវាដំដែលចិត្តទទួលបានអត់ទេប្រកបជាអត់ហើយលើមកជុំឲ្យងុំនៅលោកដៃយកបរិយមកជួបទៀតអាហ្នឹងហើយថាអ្វីដែលខ្ញុំដឹងអាប៉ែវ៉ាន់អ៊ុងគឹមគឺជាម្នាក់ដែលប្រជុំពួកនេះមកណាប៉ែជីនម៉ូវិញវាប្រហើនផ្លុំផ្សែងបរិយដាក់មុខរបស់ដេហ្គានតែវាក៏ត្រូវបានដេហ្គានវាច់មុខហើយទាត់មកជើងដួលព្រុសមកយកហ្មងមិនត្រឹមតែប៉ុណ្ណឹងនៅដេហ្គានបានថែមវាមួយដៃចំកណ្ដាលមុខស្លាប់បាត់ទៅហើយវាក៏ធ្វើឲ្យ GN និងអាប៉ៃអ្នកនោះភ្ញាក់ផ្អើលដូចគ្នាមួយនេះគឺវាទៅតែអត់ស្លាប់អញពួកឯងដឹងហើយថានេះគឺជារបៀបដែលពួកឯងនឹងបញ្ចប់ចង់តែយើបើសិនបើពួកយើងមិនចាត់ការប៉ែហ្នឹងទេបងអូននឹងចាត់ការយើងហើយនិយាយចោលពួកហ្នឹងបានចូលទៅវាយដេហ្គានទៅប៉ុន្តែដូចដឹងចឹងថាពួកហ្នឹងគឺគ្មានគីឡូជាមួយដេហ្គាននោះទេមួយស្ពៃមួយមកពីរស្ពៃពីរហើយដេហ្គានមកស្ទុទៅដាក់នោះមួយដៃចុងកណ្ដាលមុខផ្ទះកណ្ដាប់តែនោះចេញចឹងក្រោយប្រើប្រាស់ stream punch មកទៅការប៉ែនៅក្រោយគេស្លាប់បាត់ទៅហើយឆ្នៃប៉ែនេះក៏មិនរួចខ្លួនដែរវាត្រូវបានដេហ្គានប្រើប្រាស់នៅខ្សែខិចតទៅវាខ្ទប់នៅជាងបាត់ទៅហើយតែមកចឹងក៏គ្រប់គ្រាន់ទៅว่าមុននឹងស្លាប់ដូចគ្នាប៉ែនេះក៏មិនរួចខ្លួនដូចគ្នាវាបានហងមកវាយដេហ្គានត្រូវបានដេហ្គានប្រើប្រាស់នៅដៃខាងស្ដាំចាប់ទៅកាន់កណ្ដាប់ដៃរបស់វាប្រើនៅខាងឆ្វេងដាក់វាមួយដៃគាត់លើកដៃវាលើបំរុងដាក់មកជង្គង់ទៅហើយតែក៏ជប់ទាន់ហើយវាគឺចិត្តខ្លាំងណាស់អញប៊ីតែនឹងសម្រាប់ឯងហើយកាត់មកខាប៉ែវ៉ាន់អ៊ុងវិញលេងហ្គេមនៅក្នុងទូរស័ព្ទក៏ចាញ់និងកម្រងរបស់វាក៏បរាជ័យដូចគ្នាវាគឺជាហេតុផលដែលអញតែទៅប្រាប់ឲ្យឈប់លេងហ្គេមទូរស័ព្ទនៅពេលដែលកំពុងតែលេងហ្គេមផ្សេង Auto Battle Function គឺវាមានដែនកំណត់របស់វាហើយវាតែងតែល្អជាងមុនដូចគ្នាបើសិនបើឯងលេងវាខ្លួនឯងនោះប៉ែចុងម៉ាន់ក៏បានតែមកកាន់ប៉ែវ៉ាន់អ៊ុនដូចគ្នាចង់បានខាននិយាយគ្នាយូរដែរហើយភ្លាមនោះមិនដឹងជាមានរឿងស្អីទេអាប៉ែវ៉ាន់អ៊ុំបានភ្ញាក់ផ្អើលភ្លាមយកមកអីគេពួកឯងទាំងអស់គ្នាហ្នឹងដែលយើងមិនតន់ដឹងថាប៉ែចង់បានហ្នឹងនិយាយគេទៅកាន់ប៉ែវ៉ាន់អ៊ុំខ្លះទេបានជាប៉ែវ៉ាន់អ៊ុំហ្នឹងភ្ញាក់ផ្អើលថាហ្នឹងអញ្ចឹងយើងមានតែចាំមើលនៅវីដេអូក្រោយរបស់ខ្ញុំទេអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបាយបាយ